យើងតដែរចឹងត្រូវចាំធ្វើផ្លូវចិត្តខ្លួនឯងឲ្យរឹងមាំទទួលស្គាល់គាត់ថាគាត់តុកសិចហើយត្រូវតែដើរចេញពីគាត់យើងអាច list down មើលថាតើពេលវេលាអាក្រក់ដែលគេបានធ្វើមកលើយើងហើយចំណុចមិនល្អរបស់គេមានអីគេខ្លះគិតតែរឿងអាក្រក់ទៅបានទេព្រោះពេលហ្នឹងយើងកំពុងធ្វើផ្លូវចិត្តហើយចង់ដើរចេញពីគេត្រូវអត់បើយើងយករឿងល្អមកលាយឡំគ្នាយកអ្វីដែលគេនិយាយយកមកគិតតរ៉ែចឹងវាអត់មានបានផលអីទេព្រោះពេលនេះយើងកំពុងតែចង់ move on បើមិនជាយើងនៅតែគិតរឿងល្អយើងអត់អាច move on បានទេអ្នកទាំងអស់គ្នាបើមិនជាអ្នកទាំងអស់គ្នាពិតជាចង់ដើរចេញហើយមួយទៀតដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាដែរអាចចំណុចល្អដែលអ្នកទាំងអស់គ្នាឃើញចំណុចល្អដែលគេយកមកនិយាយហ្នឹងវាសុទ្ធតែជាការសម្ដែងទេដោយសារអីវាកើតចេញពីភាពអាត្មានិយមរបស់គាត់ខ្លាចបាត់បង់យើងតែមិនដោយសារគាត់ស្រឡាញ់យើងទេគឺដោយសារតែគាត់ខ្លាចបាត់បង់យើងបាត់បង់មនុស្សដែលគាត់ធ្លាប់បញ្ចេញកំហឹងបានណាបាត់បង់មនុស្សដែលគាត់ធ្លាប់ធ្វើបាបបានណាអញ្ចឹងយើងទៅធ្វើជាបៅសាក់ឲ្យគាត់ធ្វើអី